ប្រធានាធិបតី Vladimir Putin នៅថ្ងៃពុធទី21 ខែឧសភានេះបានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់ Kursk នៅខាងក្នុងព្រំដែនរបស់រុស្ស៊ីដែលជាលើកទី1របស់បរិះខ្លាំងនៃវិមានក្រំឡាំងរូបនេះចាប់តាំងពីកងទ័ពរុស្ស៊ីបានរុញច្រានកងទ័ពអ៊ុយក្រែនដែលបានលើកទ័ពបំបែកខ្សែការពារព្រំដែនរុស្ស៊ីហើយវាយកាន់កាប់ផ្នែកខ្លះនៃតំបន់នេះកាលពីក្នុងខែសីហាឆ្នាំ2024ដែលមានរយៈពេលជិត1ឆ្នាំទើបតំបន់ Kursk ធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ីវិញវីដេអូរបស់ក្រុមអ្នកយកព័ត៌មានឲ្យទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញពីរូបភាពដែលលោកពូទីនបានចុះទៅពិនិត្យទីតាំងមួយចំនួនរួមនឹងរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ Kursk ដែលគេបានឃើញមន្ត្រីជាន់ខ្ពស់វិមានក្រំឡាំងអមដំណើរលោកពូទីនស្ថិតនៅក្នុងអគាររោងចក្រនេះជាមួយនឹងមន្ត្រីក្នុងតំបន់ Kursk មកចូលជួបនឹងលោកពូទីនដូចជាអភិបាលតំបន់ស្ដីទីលោក Alexander Kenstein វិមានក្រំឡាំងបាននិយាយថាអំឡុងពេលទស្សនៈនេះលោកពូទីនបានទៅជួបជាមួយនឹងអង្គការស្ម័គ្រចិត្តក្នុងតំបន់ Kursk ហើយលោកក៏បានទៅពិនិត្យមើលស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Kursk 2លោកត្រូវបានអមដំណើរដោយលោក Sergei Karyenko ដែលជានាយរងខុទ្ទកាល័យវិមានក្រំឡាំងកងទ័ពអ៊ុយក្រែនបានបើកការលុកលុយកាលពីខែសីហាឆ្នាំមុនក្នុងការវាយប្រហារដ៏ក្លាហានមួយដែលមានគោលដៅចាប់យកដែនដីខាងក្នុងទឹកដីរុស្ស៊ីដែលជាតំបន់រណបយោធារបស់ខ្លួនទីក្រុងគៀវនិយាយថាកងទ័ពរបស់ខ្លួនបានវាយគ្រប់គ្រងលើផ្ទៃដីប្រហែល 1400 គីឡូម៉ែត្រការ៉េតែយ៉ាងណាក៏ដោយកាលពីខែមុនទីក្រុងមូស្គូអះអាងថាកងទ័ពរបស់ខ្លួនដែលសហការជាមួយកូរ៉េខាងជើងបានវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ដោយបានបញ្ចប់ការលុកលុយរបស់កងទ័ពជិតខាងមួយនេះតែយ៉ាងណាក៏ដោយអ៊ុយក្រែននៅតែប្រកាសថាកងទ័ពរបស់ខ្លួនមិនបានដកចេញពីខាងព្រំដែនតំបន់ Kursk ទាំងស្រុងនៅឡើយទេត្បិតដូចនេះក្តីអ្នកជំនាញកិច្ចការភូមិសាស្ត្រនយោបាយវាយបន្ថោកទីក្រុងមូស្គូដោយសារតែមានចំណុចខ្សោយទើបកងទ័ពអ៊ុយក្រែនមានឱកាសវាយបំបែកខ្សែការពារព្រំដែនដោយការកាត់ទឹកដីរបស់មហាអំណាចមួយនេះគឺជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី2មកម្ល៉េះដំណើរទស្សនកិច្ចរបស់លោកពូទីនកើតមានឡើងចំពេលមានការចាប់ប្រកាន់ថាលោកកំពុងតែផ្អាកកិច្ចចរចាសន្តិភាពដែលជាគោលដៅមួយគេថាលោកពូទីនពង្រឹងអំណាចរបស់រុស្ស៊ីនៅឯតុចរចាតែផ្ទុយទៅវិញសង្គ្រាមរបស់លោកពូទីនបានកំពុងធ្វើឲ្យរុស្ស៊ីបាត់បង់ទ័ពដ៏ច្រើនបំផុតនៅក្នុងសង្គ្រាមប៉ុនប៉ងដើម្បីលេបយកទឹកដីអតីតសហភាពសូវៀតដូចគ្នាចាប់តាំងពីសង្គ្រាមលោកលើកទី2មកម្ល៉េះចំពេលដែលលោកពូទីនបានចុះទៅតំបន់រំដោះដែលកងទ័ពរុស្ស៊ីវាយយកបានពីកងទ័ពអ៊ុយក្រែនសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសប្រកាសបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅលើរបបទីក្រុងមូស្គូសហភាពអឺរ៉ុបបានអនុម័តនូវកញ្ចប់ទណ្ឌកម្មថ្មីទី17ប្រឆាំងនឹងប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែនដោយបានផ្ដោតគោលដៅនៃក្រុមកងនាវាដឹកប្រេងរបស់ទីក្រុងមូស្គូនិងនាវាផ្សេងទៀតរបស់ប្រទេសនេះប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបអ្នកស្រីកាចាខាឡាស់បានសរសេរនៅលើបណ្ដាញសង្គម X ថាសហភាពអឺរ៉ុបបានអនុម័តនូវកញ្ចប់ទណ្ឌកម្មទី17របស់ខ្លួនប្រឆាំងនឹងរុស្ស៊ីដោយកំណត់គោលដៅលើនាវាកងនាវាជិត200គ្រឿងដែលដឹកប្រេងនិងឧស្ម័នពីរុស្ស៊ីអ្នកស្រីក៏បានព្រមានបន្ថែមថាទណ្ឌកម្មកាន់តែច្រើនលើប្រទេសរុស្ស៊ីកំពុងត្រូវបានរៀបចំហើយកាលណារុស្ស៊ីធ្វើសង្គ្រាមកាន់តែយូរការដាក់ទណ្ឌកម្មរបស់អឺរ៉ុបក៏កាន់តែតឹងតែងនិងធ្ងន់ធ្ងរដែរកញ្ចប់ទណ្ឌកម្មថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្តលោកខាងលិចក្នុងការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមនាវាដឹកប្រេងរបស់រុស្ស៊ីនិងក្រុមនាវាពីប្រទេសផ្សេងៗដែលចូលទៅដឹកប្រេងនិងឧស្ម័នរបស់រុស្ស៊ីតាមការស្នើទិញពីប្រទេសដែលមិនចូលរួមគាំទ្ររបស់សហគមន៍អន្តរជាតិក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបទីក្រុងមូស្គូចំណែកចក្រភពអង់គ្លេសក៏បានអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ីផងដែរចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀតរបស់ខ្លួនទៅលើវិស័យយោធាថាមពលនិងហិរញ្ញវត្ថុរបស់រុស្ស៊ីដែលជាការបង្កើនសម្ពាធទៅលើទីក្រុងមូស្គូដោយមានការសម្របសម្រួលជាមួយនឹងសហភាពអឺរ៉ុបនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងមេដឹកនាំសហភាពអឺរ៉ុបក៏បានរួមគ្នាអំពាវនាវឲ្យរដ្ឋាភិបាលលោក Trump ចូលរួមដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ទាប់ពីកិច្ចសន្យារវាងលោក Trump និងលោក Putin កាលពីថ្ងៃច័ន្ទក្នុងសប្តាហ៍នេះបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងបត់ឈប់បាញ់ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់សហភាពអឺរ៉ុបអង់គ្លេសនិងរួមទាំងប្រទេសឧស្សាហកម្ម G7 មានគោលដៅរុញច្រានកម្លាំងសេដ្ឋកិច្ចរុស្ស៊ីឲ្យចុះទុនខ្សោយកាន់តែខ្លាំង
ដែលជាគោលដៅគៀបសង្កត់ក្រុងមូស្គូឲ្យបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Methodសូមលោកអ្នកនាងចុចយកពាក្យ credit ឬ debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច postal code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ